ចាសួស្តីបងប្អូនទាំងអស់គ្នាមើលតកូនប្រុសខ្ញុំទាំងពីរសិតសក់ឡើងស្អាតចឹងដឹងទៅណាចាគឺដើរលេងក្នុងខេត្តនិយាយពីថាបានជួបជុំម្ដងគឺថាដូចជួបពលចឹងបងប្អូនគេមកអ្នកនឹងបលែងគ្នាលេងជាមួយគ្នាហើយពេលខ្លះក៏ឈ្លោះគ្នាពេលខ្លះក៏ស្រឡាញ់គ្នាអើយអារម្មណ៍មិនថាក្មេងមិនថាចាស់ហើយគឺទៅតាមពេលវេលាហើយបើសិនជាក្មេងគ្នាមិនសូវដឹងអីទេអាចឈ្លោះគ្នាញឹកអីទៅប៉ុន្តែឈ្លោះឲ្យត្រូវតែបើមនុស្សចាស់វិញតែប្រកាន់ច្រើននឹងឈ្លោះគ្នាច្រើនហើយអញ្ចឹងកុំខ្វល់ពេកតម្លាក់ចិត្តខ្លះទៅបងប្អូនហើយខ្ញុំចំនួន4-10ឆ្នាំមុនវិញបាច់ទេពីណាប៉ះក៏អត់បានដែរប៉ះដឹងញ៉ាវឆាវនិយាយទៅឈើឆាវខ្លាំងហ្មងតែឥឡូវអត់ទេខ្ញុំមិនដែលសូវខ្វល់ទេណានិយាយអីណាថាអីក៏ថាទៅយើងព្រមទទួលទៅហើយក៏យើងស្ងាត់ទៅគឺចាប់រឿងបាត់ហើយទាំងគេទាំងយើងគ្មានណាដែលមិនចង់បានសុខនោះទេបងប្អូនអើយសុំតែមកសុខសុំតែរស់ទៅគឺរួចរាល់ហើយខ្ញុំនិយាយចឹងអត់មានប៉ះពាល់ដល់អ្នកណាទេគឺខ្ញុំនិយាយពីអត្តចរិតខ្លួនឯងទេហើយសំខាន់រៀបចំឡើងឡានហើយម្ដងចង់ជិះក្នុងម្ដងចង់ជិះក្រៅសំខាន់ខ្លាច់ប្រឡាអាវប៉ុន្តែបងប្អូនប្រាប់ថាអីទេឡាននៅនឹងគ្មានដីហុយដីក្រហមអីទេសិតតែខ្នល់កស៊ូឬក៏បេតុងអីអញ្ចឹងណាហើយយើងទៅមកពីស្រែយើងមិនដឹងយើងត្រូវតែសម្រាប់នឹងមើលជាក់ស្ដែងសិនហើយមានអារម្មណ៍ថាម៉ាក់ខ្ញុំនេះវិញគឺនៅខាងក្រោយមើលក្មេងៗក៏ហ៊ានបដ ாய் ដែរអញ្ចឹងណាហើយកូនខ្ញុំបានជិះឡានអញ្ចឹងសុវ័យណាស់និយាយពីឈូឆអញ្ចឹងហ្មងហើយខ្ញុំនៅក្នុងឡានចាំមកថតអីចឹងទៅមួយយ៉ាងតែបងប្អូនហើយសាក់ទីមើលថាខ្ញុំទៅណាការប្រាប់មានទៅណាឆ្ងាយទេថ្ងៃចូលឆ្នាំខ្មែរគឺទៅញ៉ាំកន្លែងចាស់គឺកន្លែងបុកមីបុកក្តាមនៅបឹងកញ្ចប់នឹងឯងមានទាំងទេសភាពមានទាំងអាហារឆ្ងាញ់ចាចំណីពេលល្ងាចនិយាយពីថាជាតិកប់សេរីរីតែម្ដងសូម្បីតែខ្ញុំនិយាយឃើញកន្លែងហ្នឹងក៏ចង់ហៀទឹកមាត់ដែរណាបងប្អូនកន្លែងហ្នឹងគឺខ្ញុំទៅលើកណាក៏ដោយក៏មិនតែចោលដែរមិនថាញ៉ាំនឹងឬខ្ចប់ទេគឺទៅត្រូវតែបានញ៉ាំហ្មងហើយចំណង់ចំណូលចិត្តរបស់ខ្ញុំបុកក្តាមម្ទេស10គ្រាប់បុកល្ហុងម្ទេស5គ្រាប់អីចឹងទៅបុកមីបុកអីនិយាយទៅគឺគាត់ធ្វើមករសជាតិបែបខ្មែរហើយឆ្ងាញ់ប្លែកតែម្ដងគឺយើងញ៉ាំទៅដូចបុកមីអីចឹងមើលទៅរសជាតិឆ្ងាញ់មួយយ៉ាងដែលតែដូចមិនមែនមីឆាទេតែគេបុកដូចមានអារម្មណ៍ថាមិនប្រៃពេកក៏មិនផ្អែមពេកមកល្មមឆ្ងាញ់មាត់ចឹងណាហើយកូនខ្ញុំថាបានញ៉ាំវិញគឺថាមិនបាច់ខ្វល់និយាយអីទេឆ្ងោកយកតែម្ដងហើយខ្ញុំឯងគ្រាន់តែឃើញបងប្អូនហើយនិយាយមែនបុកល្ហុងនេះស្ទើរម្ទេសដោយសារបងប្អូនហើយនឹងក្មេងៗញ៉ាំមកចុះអត់សូវដាក់ម្ទេសទេបើខ្ញុំវិញដាក់ម្ចាស់ដៃមកហើយវីដេអូដែលខ្ញុំញ៉ាំអាហារនេះគឺដូចជាខ្ញុំមិនតន់វះកាត់ទេនេះខ្ញុំភ្លេចបាត់ហើយបងប្អូនអើយដូចជាភ្លេចបាត់ហើយដូចជាមិនមុនជួយឆ្នាំទៀតដល់អើយខ្ញុំនិយាយមែនខ្ញុំភ្លេចច្រើនណាស់ឥឡូវខ្ញុំអត់ដឹងថាកើតអីដែរហើយឥឡូវពេលដែលញ៉ាំឆ្អែតដូចរាល់ហើយគឺយើងចាប់ផ្ដើមចេញដំណើរទៅវិញហើយមនុស្សច្រើនអ៊ូអរនិយាយថាស្រឡះអ្នកដែលអង្គុយក្នុងឡានទាំងប្រមាណគឺមកចេញក្រៅទាំងអស់វិញហើយមើលទៅសប្បាយមួយយ៉ាងដែលថាប្លែកតែម្ដងចាកូនទេសភាពនាពេលរាត្រីអីអញ្ចឹងណាស្រឡះមុខស្រឡះមាត់ហើយបើថាជិះលឿនវិញនឹងប៉ើងសក់ឲ្យតែនេះយើងជិះបែបកំសាន្តមើលទេសភាពអីអញ្ចឹងទៅវីដេអូនេះក៏បានបញ្ចប់បញ្ញខុសឆ្គងក៏សូមអធិស្ឋានបាយបាយ